ជំរាបសួរប្រិមិត្តនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin វិលត្រឡប់មកវិញហើយនឹងនាំសាច់រឿង action ដែលទៅនឹងចេញក្តៅកនេះរឿងនេះមានឈ្មោះថា Agent Kim Reactivated ដែល admin សូមបកជាភាសាខ្មែរកំពូលអ្នកប្រយុទ្ធភ្នាក់ងារសម្ងាត់គីមរឿងនេះគឺជារឿង action វាយគ្នាសាហាវខ្លាំងមែនតើដែលរឿងនេះស្តៀងនឹងរឿង John Wick ដែរគឺជារឿងបាញ់បោះវាយសាហាវខ្លាំងមែនតើប្រហែលជាអ្នកនរគ្នាប្រហែលជាបានស្គាល់ហើយរឿង John Wick ហើយរឿងនេះក៏ដូចគ្នានឹងរឿង John Wick ដែរដែលជារឿងនិយាយពីតួអង្គឯកម្នាក់ដែលគាត់មានឈ្មោះថាលោកគីមគឺជាអតីតចលកម្មហើយក៏ជាភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើងម្នាក់ដែលបានបំពេញបេសកកម្មជាច្រើនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងដោយលោកគីមគឺជាមនុស្សម្នាក់ដែលបានសម្លាប់មេបញ្ជាការកូរ៉េខាងជើងជាច្រើនរូបផងដែរហើយក៏ជាមនុស្សម្នាក់ដែលបានសម្លាប់មនុស្សជាច្រើនដោយគ្មានការញញើតដៃទេហើយក៏គ្មាននរណាម្នាក់ដែលអាចបញ្ឈប់បេសកកម្មលោកគីមបានផងដែរហើយក៏ត្រូវបានប្រទេសធំៗជាច្រើនមានចិននិងរុស្ស៊ីក៏បានបង្កើតសមាគមដើម្បីចាប់ខ្លួនលោកគីមផងដែរបន្ទាប់ពីប្រពន្ធរបស់លោកគីមបានស្លាប់ទៅប្រពន្ធលោកគីមបានផ្ដាំឲ្យលោកគីមឈប់បំពេញបេសកកម្មនឹងទៀតទៅហើយដើរតួជាឪពុកធម្មតាម្នាក់មើលថែកូនស្រីម្នាក់ដែលទៅនឹងកើតហើយពេលនោះឃើញថាលោកគីមក៏បានយល់ព្រមនឹងសំណើរបស់ប្រពន្ធរបស់ខ្លួនក៏បានចូលនិវត្តន៍ហើយក៏បានលាក់បាំងរឿងសម្ងាត់ទាំងអស់ហើយបានសង្ងំខ្លួនរស់នៅលាក់បាំងពីការចាប់ខ្លួនរវាងក្រុមបេសកកម្មជាច្រើននិងក្រុមបេសកកម្មកូរ៉េខាងជើងនិងបេសកកម្មកូរ៉េខាងត្បូងដោយលោកគីមបានរស់នៅបែបជាមនុស្សធម្មតាម្នាក់ដោយបំពេញបំណងតាមប្រពន្ធរបស់គាត់ហើយបំពេញការងារធម្មតាជាបុគ្គលិកធនាគារម្នាក់ដែលមើលទៅជាមនុស្សសាមញ្ញធម្មតាខ្លាំងមែនតើដោយលោកគីមខំចិញ្ចឹមកូនស្រីម្នាក់ដ៏ធំពេញវ័យដោយលោកគីមពិតជាស្រឡាញ់កូនស្រីរបស់គាត់ជាខ្លាំងនាងមានឈ្មោះថាមីនជីដែលកូនស្រីរបស់គាត់មីនជីក៏មិនដឹងថាឪពុករបស់ខ្លួនគឺជាអតីតអ្នកស៊ើបការសម្ងាត់នៅភ្នាក់ងារសម្ងាត់ដែលខ្លាំងបំផុតដែលគួរឲ្យខ្លាចផងដែរដោយកូនស្រីរបស់គាត់គិតថាគាត់គឺជាឪពុកម្នាក់ដែលកំសាខ្សោយជាងគេសម្រាប់ខ្លួនដោយមិនបានដឹងពីជីវប្រវត្តិរបស់ឪពុករបស់នាងទេដោយថ្ងៃមួយឃើញថាមីនជីត្រូវបានសិស្សមួយក្រុមក្នុងសាលាបានធ្វើបាបហើយក៏ត្រូវបានបាត់ខ្លួនដោយក្រុមចលកម្មស៊ីឈ្នួលបានចាប់នាងទៅនៅពេលនោះឃើញថាលោកគីមបានបញ្ចេញសមត្ថភាពនិងធាតុពិតដ៏ខ្លាំងរបស់ខ្លួនបានត្រឡប់មកវិញដើម្បីជួយសង្គ្រោះកូនស្រីរបស់ខ្លួនពីក្រុមចលកម្មទាំងអស់នោះដោយលោកគីមក៏មានអតីតមិត្ត2នាក់បានចូលរួមជួយគាត់ផងដែរដែលម្នាក់ឈ្មោះថាហាន់ស៊ូគឺជាអតីតភ្នាក់ងារសម្ងាត់ជាន់ខ្ពស់ម្នាក់និងមានមិត្តម្នាក់មួយទៀតមានឈ្មោះថាចិនឈុលគឺជាអតីតយុវជនប្រយុទ្ធជាន់ខ្ពស់ម្នាក់ផងដែរដោយពួកគេទាំង3នាក់គឺជាអ្នកប្រយុទ្ធនិងបំពេញបេសកកម្មខ្លាំងក្លាដែលមន្ត្រីនិងមេធំជាច្រើនខ្លាចរអាជាពិសេសជាងគេគឺលោកគីមនឹងឯងដែលគឺជាអ្នកខ្លាំងបំផុតនៅក្នុងធីមទាំង3របស់ពួកគេដោយលោកស៊ូនិងលោកឈុលទាំង2នាក់បានរួមដៃគ្នាជាមួយនឹងលោកគីមដើម្បីជួយកូនស្រីរបស់លោកគីមផងដែរចាំមើលថាតើលោកគីមអាចសង្គ្រោះកូនស្រីរបស់គាត់ដោយរបៀបណាតោះកុំឲ្យខាត់ពេលវេលាយូរតោះយើងចូលសាច់រឿងភាគទី1របស់យើងដោយសាច់រឿងភាគទី1របស់យើងបានចាប់ផ្ដើមឡើងដោយឃើញថាលោកគីមបានដើរចេញពីឡានក្រុងមួយបន្ទាប់ពីលោកគីមបានចេញពីកន្លែងធ្វើការរបស់គាត់ដោយគាត់ទ្រាំតែជាបុគ្គលិកធនាគារម្នាក់កន្លងពេលដែលគាត់កំពុងដើរត្រឡប់ទៅផ្ទះឃើញថាលោកគីមក៏បានត្រូវ gangster ម្នាក់បានបោះកន្ទុយបារីនឹងទៅលើអាវរបស់គាត់ពេលនោះគាត់ក៏បានងាកមើល gangster ម្នាក់នឹងហើយក៏បានសុំទោសគេធម្មតាទៅដោយលោកគីមគឺមិនចង់មានរឿងអីជាមួយនឹង gangster ម្នាក់នឹងទេហើយគាត់ក៏បានដើរចេញទៅកន្លងពេលតែដើរទៅផ្ទះឃើញថាក្រុម gangster ម្នាក់នឹងគឺមិនសុខចិត្តទេហើយក៏ចង់ធ្វើបាបលោកគីមអញ្ចឹងហើយក៏បានបើកឡានបុកលោកគីមទៅនឹងកញ្ចក់ឡានរបស់ខ្លួនរហូតធ្វើឲ្យលោកគីមក្រឡាប់ខ្លួនពេញនឹងហ្មងហើយ gangster ម្នាក់នឹងក៏បានឲ្យលោកគីមសងសំណងឡានរបស់ខ្លួនដែលបានខូចដោយសារតែបុកលោកគីមនឹងហើយក៏ឲ្យលោកគីមលុតជង្គង់សំទោសគេតែលោកគីមក៏បាននិយាយទៅវិញថាឡានលោកអត់មានកាត់អីទេហើយខ្ញុំក៏អត់មានរបួសដែរអញ្ចឹងលោកទៅពេលនោះឃើញថា gangster ម្នាក់ហ្នឹងគឺមិនសុខចិត្តនឹងលោកគីននិយាយដាក់ខ្លួនអញ្ចឹងទេហើយក៏បានសន្លត់ដាក់លោកគីនថាតើលោកចង់ស្លាប់មែនពេលនោះឃើញថាលោកគីមក៏បានមើលមុខ gangster ម្នាក់ហ្នឹងពេលហ្នឹងឃើញថាលោកគីមទ្រាំចិត្តខ្លាំងមែនតើហើយក៏បាននិយាយទៅ gangster នឹងវិញថាគាត់សុំទោសពេលនោះឃើញថា gangster ម្នាក់ហ្នឹងមិនសុខចិត្តទេនិងមិនទទួលការសុំទោសពីលោកគីមទេហើយក៏បានវាយលោកគីមមួយដៃយ៉ាងពេញទំហឹងយ៉ាងខ្លាំងដែលធ្វើឲ្យលោកគីមបានដួលនឹងដីទៅដល់ពេលនោះឃើញថាពូអ៊ុតសង្វុតកៅនៅជិតផ្ទះរបស់លោកគីមក៏បានឃើញសកម្មភាព gangster ធ្វើបាបលោកគីមផងដែរបន្ទាប់ពីវាយលោកគីមហើយឃើញថា gangster នឹងក៏បានចេញឡានទៅចំណែកឯលោកគីមក៏បានងើបឡើងមកធ្វើទឹកមុខធម្មតាដែលមើលទៅដូចជាគ្មានរឿងអីកាត់ឡើងតលសោះដោយឥឡូវលោកគីមឡើងខ្វល់អីទាំងអស់គ្រាន់តែធ្វើជាមនុស្សធម្មតាទៅបានហើយបើ gangster ម្នាក់ហ្នឹងបើប៉ះលោកគីមពីមុនដឹងតែមិនសល់សាច់ទេបើមិនស្លាប់ក៏ពិការដែរ gangster ម្នាក់ហ្នឹងដល់ឥឡូវលោកគីមរកតែសុកទេមិនចង់រករឿងជាមួយអ្នកណាទេ
ដោយសារតែលោកគឹមគិតពីអនាគតរបស់កូនស្រីរបស់ខ្លួនគឺមិនចង់ញ៉ែញ៉ៃជាមួយអ្នកណាតអសោះលុះព្រឹកឡើងដោយឃើញថាលោកគឹមក៏បានងើបពីគេងក៏បានដើរតួជាឪពុកមេផ្ទះដ៏ល្អម្នាក់បានដាំបាយលាងចានបោសសម្អាតផ្ទះហើយនឹងដាំស្លនិងរៀបចំម្ហូបសម្រាប់កូនស្រីសំណប់ចិត្តរបស់គាត់ហើយថែមទាំងអ៊ុតកាអាវរៀបចំសម្រាប់កូនស្រីរបស់ខ្លួនផងដែរដែលមើលទៅលោកគឹមពោពេញទៅដោយការស្រឡាញ់កូនស្រីរបស់ខ្លួនជាខ្លាំងហើយលោកគឹមក៏បានទៅបន្ទប់របស់កូនស្រីរបស់ខ្លួនក៏បានហៅកូនស្រីរបស់ខ្លួនមកញ៉ាំអាហារពេលព្រឹកដើម្បីឲ្យនាងរៀបចំខ្លួនទៅសាលារៀនតែកូនស្រីរបស់ខ្លួនមានជីពិតជាខ្ជិលខ្លាំងមែនតែមិនបន្ទាប់មកក៏ឃើញថាលោកគឹមក៏បានសរសេរលិខិតដែលកូនរបស់ខ្លួនឲ្យសរសេរអញ្ចឹងករណីដែលមានហេតុការណ៍ត្រូវរាយការណ៍ពីសាលាមកដោយលោកគឹមបានសរសេរជីវប្រវត្តិរបស់ខ្លួនដោយសរសេរថាមិនមានម្ដាយនិងមិនមានបងប្អូនអីតសោះហើយលោកគឹមក៏បានសុំតំណែងមិត្តរបស់មីនជីថាយកមកដាក់នៅក្នុងនឹងអញ្ចឹងហើយមីនជីក៏បានប្រាប់ឈ្មោះមិត្តរបស់គេថាឈ្មោះមិត្តរបស់គេមានឈ្មោះថារីយ៉ុងហើយនឹងលេខទូរស័ព្ទនិងប្រាប់លេខទូរស័ព្ទរបស់នាងផងដែរហើយមីនជីក៏បានយកกระดาษនឹងចេញទៅសាលារៀនទៅចំណែកឯលោកគឹមក៏បានកត់លេខទូរស័ព្ទមិត្តភ័ក្តិហ្នឹងទុកក្នុងទូរស័ព្ទរបស់គាត់សម្រាប់ខករណីមានហេតុការណ៍មួយចំនួនអាចកើតឡើងអញ្ចឹងគាត់អាចនឹងខទៅសួរមិត្តភ័ក្តិរបស់មីនជីហ្នឹងបន្ទាប់មកឃើញថាពូអ៊ុតកៅអៅនោះក៏បានមកប្រាប់មីនជីពីរឿងដែលកើតឡើងរបស់ប៉ារបស់ខ្លួនកាលពីយប់មិញដែលរកនិយាយប្រាប់មីនជីហើយគាត់ក៏សុកចិត្តអត់ប្រាប់មីនជីវិញកុំឲ្យមីនជីគិតច្រើនអញ្ចឹងពេលនោះក៏ឃើញថាលោកគឹមក៏បានចេញដំណើរមកផងដែរឃើញថាពូអ៊ុតកៅអៅហ្នឹងក៏បានសួរទៅលោកគឹមថាតើលោកគឹមឥឡូវហ្នឹងមិនហើយយប់មិញពូក៏ឃើញថាពួកអាចង្រៃនោះវាវាយលោកគឹមផងដែរតើមានត្រូវរបួសត្រង់ណាដែរអត់ពេលនោះលោកគឹមក៏បាននិយាយតបវិញថាគាត់អត់មានកាត់អីទេហើយពូអ៊ុតកៅអៅហ្នឹងក៏បានសុំទោសដែលគាត់មិនបានជួយលោកគឹមពេលហ្នឹងអញ្ចឹងហើយលោកគឹមគឺមិនបានតបតនឹងពូអ៊ុតកៅអៅហ្នឹងច្រើនទេហើយក៏បានចេញដំណើរទៅធ្វើការដូចរដងទៅដោយឃើញថាលក្ខណៈលោកគឹមធ្វើការដូចមនុស្សធម្មតាអញ្ចឹងជីឡានក្រុងយ៉ាងចៀតគ្នាពេញនឹងហ្មងហើយលោកគឹមនៅតែតស៊ូធ្វើការដើម្បីកូនស្រីរបស់ខ្លួនអញ្ចឹងចំណែកឯមីនជីក៏បានជីឡានក្រុងទៅសាលារៀនផងដែរតែមីនជីក៏បានចាប់អារម្មណ៍ទៅនឹងមនុស្សប្រុសម្នាក់ដែលរៀននៅសាលាជាមួយគ្នាដោយម្នាក់ប្រុសនឹងមានឈ្មោះថាណាមហ៊ូនដែលណាមហ៊ូនបានជីឡានក្រុងជាមួយនឹងមីនជីនឹងជីជាមួយគ្នាទៅរៀននៅសាលានឹងដោយកន្លងពេលជិះនោះស្រាប់តែមានក្មេងម្នាក់បានមកជិះកាត់ឡានក្រុងដែលជាហេតុដែលធ្វើឲ្យឡានក្រុងនឹងឈប់ដែលបណ្ដាលឲ្យពួកគេទាំងពីរនាក់បានប៉ះគ្នាទៅវិញទៅមកតែមីនជីក៏បានចេញទៅហើយពេលនោះឃើញថាមីនជីរៀងអៀននឹងណាមហ៊ូនជាខ្លាំងហើយក៏បានអង្គុយមើលមុខគេនៅពីចង្ងាយអញ្ចឹងដោយនៅក្នុងឡានក្រុងនឹងតែណាមហ៊ូនក៏បានងាកមកមើលមីនជីវិញពេលនោះឃើញថាមីនជីក៏បានងាកចេញធ្វើជាមិនដឹងខ្លួនអីចឹងលក្ខណៈថាយើងក្រាស់គេប៉ុន្តែគេអត់ដឹងខ្លួនអីចឹងហើយមីនជីក៏បានមកដល់សាលារៀនរបស់នាងហើយក៏បានដើរចូលសាលារៀនរបស់នាងទៅកន្លងពេលដែលនៅក្នុងថ្នាក់រៀនមិត្តភ័ក្តិរបស់មីនជីដែលមានឈ្មោះថារីយ៉ុងនោះក៏បានមកខ្ចីអាវកីឡារបស់មីនជីហើយមីនជីក៏បានឲ្យទៅពេលនោះក៏ឃើញក្រុមស្រីផ្សេងទៀតក៏បានមកដល់ហើយក៏បានចង្អកហើយក៏បានហិតអាវរបស់មីនជីថាអាវរបស់មីនជីធំក្លិនស្អុយដូចមនុស្សចាស់អញ្ចឹងហើយក៏បានរុញកាបូបមីនជីធ្លាក់ទៅលើឥដ្ឋនឹងទៅចំណែកឯមីនជីគឺមិនបានតបតទេហើយក៏បានរើកាបូបឡើងវិញទៅពេលនោះឃើញថាមីនជីក៏បានសម្លឹងទៅមើលពួកគេយ៉ាងកំហឹងហ្មងដែលម្នាក់ក្នុងចំណោមនោះគឺជាក្មេងស្រីម្នាក់ដែលមានអំណាចនៅក្នុងសាលាដែលឈ្មោះរបស់នាងគឺ Harry ចំណែកឯ Harry ក៏បាននិយាយប្រាប់ពួកគេថាកុំខ្វល់ពីនាងអីកន្លងពេលនោះឃើញថាណាមហ៊ូនក៏បានមករក Harry ហើយក៏បានហៅ Harry ឲ្យនិយាយជាមួយគាត់មួយផ្លេតចំណែកឯមីនជីក៏ឃើញក្រាស់របស់ខ្លួននិយាយជាមួយនឹង Harry អញ្ចឹងលក្ខណៈថារៀងអន់ចិត្តអីបន្តិចដែរបន្ទាប់មកឃើញថាមីនជីក៏បានដើរចូលបន្ទប់ទឹកក៏ដោយឃើញថាក្រុមរបស់ពួក Harry ក៏បានជក់បារីពេញបន្ទប់ទឹកហ្មងដល់មានខ្លាចអ្នកណាទាំងអស់ហើយក៏បានចេញមកក៏បាននិយាយលក់លើយដាក់មីនជីថាអាវរបស់នាងស្អុយណាស់ហើយមីនជីក៏មិនឲ្យចាញ់នឹងពាក្យសម្ដីរបស់ពួកនឹងដែរហើយក៏មីនជីក៏បាននិយាយលក់លើយទៅវិញថាអាវរបស់អ្នកអីគឺធំក្លិនស្អុយជាងក្លិនស្អុយសិតតែបារីហ្មងពេលនោះធ្វើឲ្យពួកគេបានខឹងទៅលើមីនជីជាខ្លាំងដែលធ្វើឲ្យពួកហ្នឹងបានធ្វើបាបមីនជីដោយរុញក្បាលមីនជីពេលនោះឃើញថា Harry ក៏បានចេញមកហើយក៏បាននិយាយថាកុំរខាននាងអីនាងគួរឲ្យអាណិតណាស់មីនជីក៏បានតបវិញថាតើខ្ញុំគួរអាណិតត្រង់ណាតែ Harry ក៏បានតបវិញថាត្រូវហើយអ្នកគួរអាណិតខ្លាំងណាស់សូម្បីតែកាអាវក៏មានធំក្លិនស្អុយដូចជាមនុស្សស្រីចំណាស់ដែរពេលនោះមីនជីឮពួកនឹងនិយាយចឹងមីនជីក៏បានហិតកាអាវរបស់ខ្លួនសាតើមានក្លិនដូចពួកគេនិយាយអត់
ចំណែកឪពុករបស់មីនជីវិញលោកគីមវិញកំពុងតែឆែកឯកសារតាក់ទងនឹងវិក័យប័ត្រលុយនៅកន្លែងធ្វើការសុកស្រាប់តែឃើញឯកសារចំណាយរបស់មេរបស់ខ្លួននឹងដែលខុសប្រក្រតីអញ្ចឹងហើយក៏បានយកឯកសារនឹងសួរមេរបស់ខ្លួនថាក្រែងថ្ងៃមុនមេដាក់ច្បាប់ឈប់ធ្វើការហើយប្រពៃពិធីខួបអាពាហ៍ពិពាហ៍របស់ខ្លួនអញ្ចឹងមិនក៏ឯកសារថ្ងៃនោះក៏មានការចំណាយលុយនៅក្នុងនឹងដែរអញ្ចឹងមេនោះក៏បានតបវិញហើយក៏បានស្ដីឲ្យលោកគឹមថាចេះដឹងរឿងគេម៉េចលោកគឹមឯងពិតជាល្ងងមែនធ្វើការអត់មានចេះបត់បែនតលសោះដោយឃើញថាមេលោកគឹមពិតជាខូចមែនតែនកេងកាប់លុយពីក្រុមហ៊ុននេះអញ្ចឹងហើយថែមទាំងស្ដីឲ្យលោកគឹមទៀតដោយលោកគឹមជាមនុស្សម្នាក់ធ្វើការច្បាស់លាស់ណាស់ដោយឃើញមិនសួរអញ្ចឹងដោយមិនខ្វល់ថាជាមេឬក៏ជាកូនចៅទេត្រូវតែសួរបន្តមកឃើញថាលោកគឹមក៏បានគិតពីរឿងដែលកើតឡើងមកលើគាត់ពីយប់មិញដោយលោកគឹមក៏បានគិតពីសុវត្ថិភាពកូនស្រីរបស់ខ្លួនផងដែរហើយលោកគឹមក៏បានស្វែងរកវត្ថុការពារខ្លួនរបស់មនុស្សស្រីពេលនោះឃើញថាមិត្តរួមការងារម្នាក់ដែលឈ្មោះថាសុងអាក៏បានមកសួរលោកគឹមពីក្រោយខ្នងថាតើលោកគឹមកំពុងតែរកអីពេលនោះហើយលោកគឹមក៏បានប្រាប់ទៅបុគ្គលិកម្នាក់ស្រីនឹងថាគាត់កំពុងតែរកវត្ថុការពារខ្លួនសម្រាប់កូនស្រីរបស់ខ្លួនដោយសារឥឡូវនៅកន្លែងដែលគាត់រស់នៅបច្ចុប្បន្នគឺអសន្តិសុខជាខ្លាំងហើយលោកគឹមក៏មិនដឹងថាយកវត្ថុមួយណាដែរហើយក៏យកជាតំណាងសម្រាប់កាដូសម្រាប់ថ្ងៃខួបកំណើតរបស់កូនស្រីរបស់ខ្លួនអញ្ចឹងណាដោយខុំកណាតមីនជីនៅពី3ថ្ងៃទៀតខាងមុខនឹងហើយសុងអាក៏បានតបវិញថាហាចោះលោកមិនទៅសួរកូនរបស់លោកទៅតែពេលនោះលោកគឹមក៏បានតបវិញថាឥឡូវគាត់អត់សូវត្រូវគ្នាជាមួយកូនរបស់ខ្លួនទេពេលនោះសុងអាក៏បានតបវិញថាចាំជួលលោកគឹមទៅទិញកាដូខុំកណាតបន្ទាប់ពីចេញពីធ្វើការបន្ទាប់មកក៏បានឃើញថាលោកគឹមក៏បានចេញពីកន្លែងធ្វើការរបស់គាត់ដោយឃើញថាសុងអាកំពុងតែចាំគាត់នៅក្នុងឡានរបស់គាត់នៅពេលហ្នឹងឃើញថាសុងអាក៏បានសួរឲ្យលោកគឹមឡើងឡានរបស់នាងមកដើម្បីនាំលោកគឹមទៅទិញកាដូខូបកណាតសម្រាប់កូនស្រីរបស់ខ្លួនអញ្ចឹងណាពេលនោះឃើញថាលោកគឹមក៏បានយកព្រមនឹងសំណើរបស់សុងអាបានស្នើសុំឲ្យទៅជួយរអញ្ចឹងណាបន្តមកឃើញថាសុងអាក៏បាននាំលោកគឹមទៅហាងទំនើបមួយកន្លែងដើម្បីនាំលោកគឹមទៅទិញកាដូពិសេសសម្រាប់កូនស្រីរបស់ខ្លួនដោយឃើញថាសុងអាក៏បាននាំលោកគឹមទៅឈរនៅកន្លែងហាងនំមួយកន្លែងដោយប្រាប់លោកគឹមថាឲ្យឈរកន្លែងហ្នឹងទៅដោយសុងអាក៏បានយកកាតវិក័យប័ត្រលុយរបស់លោកគឹមនឹងទៅទិញកៅអៅជំនួសវិញដោយឲ្យលោកគឹមឈរជំនួសនាងនៅកន្លែងហ្នឹងអញ្ចឹងដោយសារនាងត្រូវទិញអីវ៉ាន់នៅមុខហ្នឹងបន្ទាប់ជាច្រើនមកឃើញថាវេនលោកគឹមទិញអីវ៉ាន់ក៏បានមកដល់ឃើញថាបុគ្គលិកនៅហ្នឹងក៏បានសួរថាលោកគឹមបានកំងជាមុននៅតែលោកគឹមក៏បានប្រាប់ថាអ្នកនាងសុងអាបានកំងហើយប៉ុន្តែបុគ្គលិកស្រីម្នាក់ហ្នឹងគឺប្រាប់លោកគឹមថានាងមិនបានកំងអីវ៉ាន់នេះទេប៉ុន្តែបន្ទាប់មកឃើញថាភ្លាមនោះក៏ឃើញថាសុងអាក៏បានមកដល់ភ្លាមហើយក៏បានឲ្យអ្នកបម្រើនៅទីនោះមើលពីការទិញរបស់នាងហើយក៏បានយកអីវ៉ាន់នឹងចេញទៅចំណែកឯលោកគឹមក៏បានប្រាប់សុងអាថាយកអំណោយដែលសុងអាបានទិញឲ្យកូនស្រីរបស់ខ្លួនហ្នឹងទៅដូរជាលុយវិញដោយសារតែអំណោយដែលគាត់ទិញហ្នឹងគឺជាប្រភេទសម្លៀកបំពាក់ដែលមានតម្លៃថ្លៃអញ្ចឹងគឺលោកគឹមគឺមិនចង់ទិញឲ្យកូនស្រីរបស់ខ្លួនទេវាថ្លៃពេកដោយសារតែកូនស្រីរបស់ខ្លួននៅរៀនវិទ្យាល័យអញ្ចឹងពេលហ្នឹងឃើញថាលោកគឹមក៏រកទៅដូរកៅអៅហ្នឹងដោយគិតជាលុយវិញអញ្ចឹងប៉ុន្តែសុងអាក៏បានបញ្យល់លោកគឹមថាលោកគឹមគួរតែទិញអំណោយដោយល្អពិសេសសម្រាប់កូនរបស់ខ្លួនទៅដោយសារតែកូនរបស់ខ្លួនឥឡូវកំពុងតែខឹងនឹងខ្លួនបើលោកគឹមអត់ទិញកាដូពិសេសសម្រាប់កូនរបស់ខ្លួនអញ្ចឹងប្រហែលជាកូនរបស់ខ្លួនមិនពេញចិត្តអំណោយរបស់លោកគឹមទេបន្តមកឃើញថាលោកគឹមក៏បានគិតឡើងវិញហើយក៏បានយកព្រមនឹងការទិញកៅអៅដ៏មានតម្លៃថ្លៃនឹងជូនសម្រាប់កូនរបស់ខ្លួនបន្តមកឃើញថាលោកគឹមក៏បានមកដល់ផ្ទះវិញហើយក៏បានដើរលបចូលផ្ទះរបស់ខ្លួនតិចកុំឲ្យកូនលឺអញ្ចឹងដើម្បីយកកាដូដែលគាត់ទុកសម្រាប់កូនរបស់ខ្លួននៅថ្ងៃខួបកំណើតនឹងទុកនៅក្នុងតុសិនអត់តន់សប្រាយកូនរបស់ខ្លួនទេចាំដល់ថ្ងៃខួបកំណើតបានសប្រាយពេលនោះឃើញថាលោកគឹមក៏បានសួរកូនរបស់ខ្លួនថាកូនមកដល់យូរនៅពេលនោះមីនជីក៏បានតបវិញថាគេមកដល់យូរហើយក៏មីនជីក៏បានប្រាប់ប៉ារបស់ខ្លួនថាកុំឲ្យបោកកៅអៅរបស់ខ្លួនហើយនឹងអ៊ុតកៅអៅរបស់ខ្លួនទៀតអីដោយសារតែកៅអៅរបស់ខ្លួនធំក្លិនមនុស្សចាស់ណាស់គឺលោកប៉ាគឺមិនចាំបាច់ធ្វើទេនៅថ្ងៃក្រោយពេលនោះលោកគឹមក៏បានតបវិញថាអញ្ចឹងគឺប៉ាមិនធ្វើទេជឺកូនជាអ្នកធ្វើទៅពេលឮលោកគឹមនិយាយអញ្ចឹងមីនជីក៏រៀងខឹងនឹងលោកគឹមដែរនិយាយដាក់ខ្លួនអីអញ្ចឹងណាបន្តមកមីនជីក៏បានដើរចូលបន្ទប់របស់ខ្លួនពេលនោះឃើញថាមីនជីក៏បានយកទូរស័ព្ទរបស់ខ្លួនក៏បានមកឆែកទៅលើ profile របស់ Harry ក៏លើឃើញថា profile របស់ Harry មានរូបណាមហ៊ុននៅក្នុងនោះដែរពេលនោះមីនជីក៏បានតាមដាន profile របស់ណាមហ៊ុនក៏បានចុចមើលរូបគេនឹងពេញនឹងអញ្ចឹងពេលនោះមីនជីក៏បានច្រឡំដៃទៅលើចុចទៅលើរូបភាពរបស់ណាមហ៊ុនដោយជាហេតុដែលធ្វើឲ្យមីនជីរៀងហួសចិត្តដែលខ្លួនឯងច្រឡំដៃប៉ះទៅលើរូបភាពរបស់ណាមហ៊ុនអញ្ចឹង
ដែលធ្វើមានជីមានការហួសចិត្តទីខ្លាំងដែលខ្លួនឯងច្រឡំអញ្ចឹងបន្ទាប់មកមានជីក៏បានចេញមកក្រៅដល់ឃើញប៉ារបស់ខ្លួនកំពុងតែគេងនៅលើសាឡុងម្នាក់ឯងដោយប៉ារបស់ខ្លួនបានផឹកស្រាស្វឹងអីអញ្ចឹងណាហើយក៏បានគេងនៅកន្លែងហ្នឹងទៅចំណែកឯមានជីក៏បានឃើញប៉ាអញ្ចឹងក៏បានហៅឲ្យប៉ារបស់ខ្លួនឲ្យងើបដើម្បីទៅគេងកន្លែងរបស់គាត់វិញហើយពេលហ្នឹងឃើញថាមានជីមានអារម្មណ៍ថារៀងចង់សុំទោសប៉ារបស់ខ្លួនអញ្ចឹងណាពេលនោះឃើញថាប៉ារបស់ខ្លួនក៏បានកាត់សម្ដីពីមានជីនិយាយទៅថាចានអត់តន់លាងអញ្ចឹងពេលនោះថាមានជីក៏បានតបវិញថាប៉ាចានហ្នឹងចាំលាងពេលព្រឹកទៅប៉ាឯងមិនចាំបាច់លាងពេលយប់ហ្នឹងទេឲ្យទៅសម្រាកទៅពេលនោះឃើញថាគឹមហ្នឹងក៏បានទៅសម្រាកទៅតាមសម្ដីដែលកូនស្រីនិយាយអញ្ចឹងណាលុះព្រឹកឡើងឃើញថាលោកគឹមក៏បានរកធ្វើសកម្មភាពដូចរកដងដែររកទៅលាងចានអញ្ចឹងប៉ុន្តែពេលនោះឃើញថាលោកគឹមមានការភ្ញាក់ផ្អើលជាខ្លាំងនៅឃើញថាចានទាំងអស់ត្រូវបានលាងសម្អាតហើយដល់ពេលនោះឃើញថាលោកគឹមមានអារម្មណ៍ថារៀងសប្បាយចិត្តជាខ្លាំងដែលថាកូនស្រីរបស់ខ្លួនឥឡូវចេះលាងចានសម្អាតដោយខ្លួនឯងអញ្ចឹងណាងាកត្រឡប់មកដល់នេះវិញឃើញថាណាំហ៊ួនវិញគឺជាអ្នកលេងកីឡាបាល់ទះដ៏ខ្លាំងម្នាក់ដែលល្បីក្នុងសាលាអញ្ចឹងហើយថែមទាំងមានរូបសង្ហាផងដែរគណៈពេលនោះមានជីក៏បានរកកៅអៅកីឡាដែលរីងយ៉ងបានទុកឲ្យនាងប៉ុន្តែនាងរកមិនឃើញសោះមិនដឹងថារីយ៉ងទុកកៅអៅកីឡានាងនៅកន្លែងណាទេហើយមានជីក៏បានសួររីយ៉ងនឹងថាទុកកៅអៅនាងនៅកន្លែងណាហើយរីយ៉ងក៏បានប្រាប់មីនជីថានាងទុកកៅអៅរបស់មីនជីនៅក្នុងទូហើយមីនជីក៏បានចេញមកស្រាប់តែសិស្សប្រុសម្នាក់ក៏បានប្រាប់មីនជីថាឲ្យទៅមើលនៅក្នុងធុងសំរាមទៅក្រែងឃើញអីចឹងពេលនោះមីនជីក៏បានប្រញាប់ទៅមើលកន្លែងធុងសំរាមស្រាប់តែមើលចោះមើលឡើងក៏បានឃើញអាវរបស់ខ្លួននៅក្នុងធុងសំរាមប្រឡាក់នឹងពេញហ្នឹងហ្មងបន្ទាប់មកមីនជីក៏បានគិតហើយក៏បានដឹងថាអ្នកដែលធ្វើគឺក្រុមពួក Harry ជាអ្នកធ្វើហើយមានជីគឺមិនបានតបតនៅពួកនឹងទេហើយមានជីក៏បានដើរទៅហាត់កីឡាដោយអត់មានអាវអញ្ចឹងពេលនោះណាមហ៊ូនឃើញមានជីអត់មានអាវអញ្ចឹងក៏បានហុចអាវកីឡារបស់ខ្លួនឲ្យមានជីពាក់សិនទៅហើយមានជីពេលហ្នឹងមានអារម្មណ៍ថារៀងសប្បាយចិត្តដែលក្រាស់របស់ខ្លួនបានឲ្យអាវពាក់អញ្ចឹងពេលនោះឃើញថាលោកគ្រូកីឡាម្នាក់ហ្នឹងក៏បានសួរមានជីមិនក៏បានយកអាវមកអញ្ចឹងហើយក៏យកអាវគេមកពាក់ជំនួសអញ្ចឹងពេលនោះមានជីថានាងបានភ្លេចយកអាវមកហើយខណៈពេលនោះឃើញថា Harry ក៏បានឃើញឈ្មោះនៅលើអាវរបស់មានជីបានពាក់ហ្នឹងមានឈ្មោះថាណាមហ៊ូនពេលនោះ Harry ក៏បានប្រច័ណ្ឌមានជីជាខ្លាំងដែលណាមហ៊ូនគឺជាសង្សាររបស់ខ្លួនបានឲ្យអាវទៅមានជីអញ្ចឹងបន្ទាប់មកក៏ឃើញថាតួអង្គទី2របស់យើងក៏បានចេញមកគឺលោកហាន់ស៊ូដែលគឺជាមិត្តភ័ក្តិលោកគឹមដែលកំពុងតែបង្ហាត់បង្រៀនសិស្សនៅតៃក្វាន់ដូរបស់ខ្លួនមួយកន្លែងដែលលោកក៏ជាអតីតភ្នាក់ងារសម្ងាត់មួយផងដែរដោយគាត់ឥឡូវបានចូលប្រវត្តិដោយលោកគឹមដែរចំណែកឯតួអង្គទី3របស់យើងគឺលោកចិនឈុលដែលគឺជាអតីតអ្នកប្រយុទ្ធម្នាក់ដែលគេហៅគាត់ពីមុនគឺជា God of War គឺជាព្រះនីសង្គ្រាមអញ្ចឹងឃើញថាលោកឈុលកំពុងតែធ្វើចរាចរណ៍ជូនប្រជាជននៅតំបន់មួយកន្លែងដោយគាត់ជួយក្មេងសិស្សសាលាឆ្លងកាត់ផ្លូវផងដែរហើយថែមទាំងជួយចាស់ជួយរុញរទេះផ្សេងអញ្ចឹងបន្ទាប់ពីឃើញទង្វើល្អរបស់ខ្លួនមកធ្វើឲ្យអារម្មណ៍របស់គាត់មានអារម្មណ៍ថាគាត់ឥឡូវរៀងធូរស្បើយចិត្តជាខ្លាំងបន្ទាប់ពីគាត់ធ្វើអំពើល្អអញ្ចឹងបន្ទាប់មកក៏ឃើញថាគាត់មកដល់បន្ទប់សម្ងាត់ពិសេសរបស់ខ្លួនមួយកន្លែងមុននឹងចូលក៏បានលបមើលពីមុខពីក្រោយហើយក៏បានបិទទ្វារចាក់សោអីទាំងអស់ហើយអង្គុយយ៉ាងត្រឹមត្រូវហើយពាក់កាសផងដែរហើយនិយាយទៅការទូតផ្សេងតែជាក់ស្ដែងការពិតលោកឈុលគឺនិយាយនៅក្នុងហ្គេមទេដែលអេមីនមើលទៅហួសចិត្តជាខ្លាំងតែការពិតលោកឈុលសង្ងំមកលេងហ្គេមស្រែកពេញបន្ទប់នឹងហ្មងបន្ទាប់មកឃើញថាលោកស៊ូក៏បានមកដល់ហើយក៏បានស្រែកហៅលោកឈុលឲ្យបើកទ្វារតែលោកឈុលគឺមិនបានឮសំឡេងលោកស៊ូបានស្រែកទេពេលនោះលោកស៊ូក៏បានប្រើក្បាច់តៃក្វាន់ដូកំទេចទ្វារនឹងឡើងខ្ទេចហ្មងហើយក៏បានដើរចូលទៅពេលនោះលោកស៊ូក៏បានប្រាប់ថាជើងរបស់គាត់ឥឡូវឈឺដោយសារតែវាយទ្វាររបស់លោកមិនក៏លោកមិនទទួលស្វាគមន៍យើងជាមិត្តចាអញ្ចឹងពេលនោះឃើញថាលោកឈុលក៏បានតបវិញថាចង់ឯងមិនក៏មិនកោះទ្វារអញ្ចឹងហេតុអីបានជាកំទេចទ្វារបន្ទប់យើងអញ្ចឹងលោកស៊ូក៏បានថាគាត់កោះទ្វារ12ដងហើយមកពីឯងទេដែលមិនលឺដោយសារតែឯងគឺកំពុងតែលេងហ្គេមពេលនោះលោកស៊ូក៏បានប្រាប់លោកឈុលថាថ្ងៃនេះគឺជាថ្ងៃដែលពួកគេបានជុំគ្នាអញ្ចឹងដោយពួកគេជុំគ្នាមួយឆ្នាំម្ដងអញ្ចឹងដោយមានលោកគឹមមានលោកឈុលនិងលោកស៊ូពេលនោះលោកឈុលក៏បាននិយាយថាគាត់ប៊ីសភ្លេចនឹងរឿងហ្នឹងហើយឥឡូវគាត់ចាស់ហើយសូម្បីតែឥឡូវក៏គាត់មិនវិញវ័នដែរបន្ទាប់មកឃើញថាពួកគេទាំង3នាក់ក៏បានមកជុំគ្នានៅកន្លែងញ៉ាំអីអញ្ចឹងដោយឃើញថាលោកឈុលក៏បានប្រាប់លោកស៊ូថាគេស្អប់អាវសតៃក្វាន់ដូនឹងណាលោកស៊ូដូរចេញទៅតែពេលនោះលោកស៊ូក៏បានតបវិញថាចុះកៅអៅលោកពាក់ឥឡូវក៏លោកមិនដូរចេញដែរទៅពេលនោះលោកឈុលក៏បានដោះអាវនឹងចេញដោយមានកៅអៅនៅខាងក្នុងមួយជាន់ទៀតដោយឃើញថាកៅអៅនៅខាងក្នុងហ្នឹងមានមុខកូនស្រីរបស់គាត់នៅក្នុងអាវហ្នឹងដោយលោកឈុលក៏បាននិយាយថាគាត់ស្រឡាញ់កូនស្រីរបស់គាត់ណាដែលកូនស្រីរបស់គាត់ឈ្មោះដូប៊ីនពេលនោះលោកស៊ូឃើញអញ្ចឹងលោកស៊ូរប៉ះអាវទៅលើកូនស្រីរបស់លោកឈុលតែលោកឈុលក៏បានចាប់ដៃលោកស៊ូហ្នឹងចេញហើយនិយាយថាគាត់នៅតែខឹងលោកស៊ូដដែលកំទេចទ្វាររបស់គាត់
ហើយពេលនោះឃើញថាលោកគឹមឃើញអញ្ចឹងក៏បានសម្រួលពួកគេទាំងពីរនាក់កុំឲ្យពួកគេទាំងពីរនាក់ឆ្លោះគ្នាអីហើយលោកសូលក៏បានរៀបរាប់ពីជីវិតរបស់គេថាគេចូលចិត្តជីវិតរបៀបដែលរស់នៅសពថ្ងៃនេះគេមើលថែកូនស្រីគេតាំងពីតូចឥឡូវនាងរៀនដល់វិទ្យាល័យហើយនាងឥឡូវមិនស្ដាប់គាត់ដូចពីមុនទេតិចទៀតនាងនឹងអាចមានសង្សារតិចទៀតនាងនឹងអាចមានស្នេហាហើយមានសង្សារហើយនឹងរៀបការនឹងមានកូនហើយតើពួកយើងនៅពេលហ្នឹងតើមិនទៅពេលហ្នឹងបើពួកគេរៀបការអីអញ្ចឹងតមកឃើញថាលោកគឹមក៏បានប្រាប់ពួកគេថាគេឥឡូវដល់ម៉ោងត្រូវប្រញាប់ទៅផ្ទះហើយដោយសារតែកូនគេអាចនឹងចាំគេនៅផ្ទះហើយក៏បានឲ្យលុយមួយចំនួនទៅឲ្យពួកគេទាំងពីរនាក់សម្រាប់ផ្ដល់ទៅឲ្យកូនពួកគេទាំងពីរហើយពួកគេទាំងពីរនាក់ក៏បាននិយាយថាមីនជីឥឡូវគេនឹងធំហើយតិចទៀតគេនឹងមានសង្សារអីអស់ហើយកុំបារម្ភពីមីនជីអីណាសម្លាញ់បន្ទាប់មកក៏ឃើញថាពួកក្រុម gangster ដែលធ្វើបាបលោកគឹមថ្ងៃមុននៅទីនោះដែរម្ចាស់ហាងនៅទីនោះបានប្រាប់ពួកគេកុំឲ្យជក់បារីនៅក្នុងហាងអីវាប៉ះពាល់ដល់ភ្ញៀវដទៃទៀតអញ្ចឹងតែពួកគេក៏មិនស្ដាប់នឹងម្ចាស់ហាងទេក៏បានតបវិញថាតើនរណាហេតុប៉ះពាល់ពួកគេដោយ gangster ម្នាក់ហ្នឹងក៏បានស្រែកឡូឡាពេញហាងហ្នឹងហ្មងហើយក៏បានងាកទៅគ្មាននរណាហ៊ានមើលមុខពួកគេទេហើយក៏បានងាកទៅដល់ក្រុមលោកគឹមដល់ឃើញថាលោកគឹមនិងលោកស៊ូក៏បានងាកចេញផងដែរដោយមិនមើលមុខពួកគេទេដោយលោកគឹមនិងលោកស៊ូគឺមិនចង់មានរឿងជាមួយពួកគេទេចំណែកឯលោកឈុលវិញគឺមិនបានគិតដូចលោកគឹមនិងលោកស៊ូទេបែរជាទៅមើលមុខអា gangster ចង្រៃម្នាក់ហ្នឹងអញ្ចឹងពេលនោះ gangster ម្នាក់ហ្នឹងក៏បានខឹងទៅលោកឈុលហេនឌឺអញ្ចឹងតែពេលនោះឃើញថាលោកស៊ូក៏បានទាញក្បាលលោកឈុលមកវិញកុំឲ្យងាកទៅមើល gangster ហ្នឹងអីដោយលោកស៊ូនិងលោកគឹមក៏បានប្រាប់លោកឈុលថាកុំឲ្យមានរឿងវិញឆ្ងាយអីឥឡូវយើងនៅវិញកដាលហើយសិតតែម្នាក់សពពាក់វ៉ែនតាអស់ហើយពេលនោះឃើញថាលោកឈុលក៏បានស្ដាប់បង្គាប់ពួកគេទាំងពីរនាក់ហើយក៏ពួកគេទាំងអស់គ្នាក៏បានរកដើរចេញពីកន្លែងហ្នឹងទៅស្រាប់តែពេលនោះឃើញថាមេធំ gangster ម្នាក់ហ្នឹងគឺមិនព្រមទេហើយក៏បានគប់ដបស្រាទៅលើខ្លួនលោកឈុលពេលហ្នឹងដែលធ្វើឲ្យលោកឈុលក៏បានងាកត្រឡប់មកវិញហើយមេ gangster ម្នាក់ហ្នឹងក៏បានមើលងាយទៅលើកូនស្រីរបស់លោកឈុលដែលនឹងលើអាវរបស់គាត់អញ្ចឹងពេលនោះឃើញថាលោកឈុលត្រង់បានក៏បានយកក្បាលរបស់ខ្លួនអុកនឹង gangster ម្នាក់ហ្នឹងឡើងសើហ្មងហើយក៏បានវាយគ្នាទៅវិញទៅមកយ៉ាងសាហាវព្រៃផ្សៃហ្មងវាយចុះវាយឡើងក៏បានយកកាបូបម្នាក់ស្រីដែលជាសង្សាររបស់ gangster ហ្នឹងក៏បានដាក់នៅលើមុខ gangster ម្នាក់ហ្នឹងក៏បានវាយយកហ្មងដោយលោកឈុលខឹងអាចង្រៃម្នាក់ហ្នឹងយ៉ាងខ្លាំងដែលហ៊ានមើលងាយគាត់អញ្ចឹងចំណែកឯលោកស៊ូឃើញអញ្ចឹងក៏បានស៊ូលោកគឹមថាតើយើងគួរតែឈប់គាត់អត់តែលោកស៊ូបានងាកទៅលោកគឹមក៏ឃើញថាលោកគឹមបានបាត់សម្ោបាត់ហើយដោយមិនដឹងថាលោកគឹមទៅណាទេពេលនោះក៏ឃើញថាលោកស៊ូក៏បានរមមើលលោកគឹមដោយឃើញថាលោកគឹមកំពុងដើរទៅដោយម្នាក់ឯងដោយគ្មានខ្វល់ពីរឿងអីកាត់ឡើងទាំងអស់ដោយឃើញថាលោកគឹមគឺមិនចង់ចូលស្នាមអតីតកាលចាស់របស់គាត់ទេពេលកំពុងវាយគ្នាឃើញថាកូនចៅរបស់ gangster ម្នាក់ហ្នឹងក៏បានយកកំពុងផលិតអគ្គីភីហ្នឹងមកវាយក្បាលរបស់ឈុលតែពេលនោះឃើញថាលោកឈុលគឺមិនមានការកាត់អីទេឃើញថាក្បាលគេតាន់ហ្មងហើយក៏បានងាកមកវិញទឹកមុខយ៉ាងសាហាវហ្មងហើយក៏បានចាប់ម្នាក់ដែលវាយគាត់នៅពីក្រោយខ្នងហ្នឹងបោះទៅខាងក្រៅឡើងបែកកញ្ចក់ខ្ទេចអស់ហ្មងបន្ទាប់មកក៏ឃើញថាមានប៉ូលីសក៏បានមកដល់ពេលនោះឃើញថាលោកស៊ូក៏បានប្រាប់ប៉ូលីសថាឲ្យឆាប់បាញ់ប្រដាប់ឆក់មកលើលោកឈុលមកតែពេលនោះឃើញថាប៉ូលីសនោះក៏បានបាញ់ទៅមែនតែបាញ់អត់ត្រូវលោកឈុលទេបែរបាញ់ត្រូវទាំងពីរនាក់ទៅវិញដែលធ្វើឲ្យពួកគេទាំងពីរនាក់បានស្លាប់ទៅនឹងកន្លែងហ្នឹងទៅលុះព្រឹកឡើងដល់ឃើញថាលោកគឹមក៏បានឃើញអាវរបស់ណាហ៊ុនហើយក៏បានសួរមិនជីតែអាវនេះគឺជាអាវអ្នកណាតែមិនជីក៏អៀនអញ្ចឹងហើយក៏បានប្រាប់លោកគឹមថាគេមិនដឹងទេហើយក៏បានចេញទៅសាលារៀនទៅពេលនោះលោកគឹមក៏បាននឹកឃើញសម្ដីដែលមិត្តភក្តិរបស់ខ្លួននិយាយថាមិនជីឥឡូវធំហើយគេនឹងអាចមានសង្សារឆាប់ហ្នឹងហើយលោកគឹមក៏បានសង្ស័យថាប្រហែលជាមិនជីប្រហែលជាមានសង្សារហើយមិនដឹងបន្ទាប់មកក៏ឃើញថាមិនជីក៏បានមកដល់សាលាក៏បានរកណាហ៊ុននៅក្នុងថ្នាក់តែរកណាហ៊ុនមិនឃើញតលសោះហើយក៏មិនជីក៏បានអង្គុយនៅខាងក្រៅស្រាប់តែពេលនោះណាហ៊ុនក៏បានមកដល់ហើយក៏បានប្រាប់មិនជីថាគាត់តែយកអាវរបស់គាត់ទុកនឹងតុរបស់គាត់ទៅចាំបាច់រកគាត់ធ្វើអីហើយពេលនោះឃើញថាមិនជីក៏បានឲ្យទៅដោះកូនណាមហ៊ុនសម្រាប់ការដឹងគុណដែលណាមហ៊ុនបានឲ្យអាវរបស់ខ្លួនទៅនាងពាក់អញ្ចឹងពេលនោះឃើញថាណាមហ៊ុនក៏បានសួរមិនជីថានាងស្គាល់គាត់នៅក្នុង IG មែនតែមិនជីក៏បានបដិសេធថានាងមិនស្គាល់ account ណាមហ៊ុនទេពេលនោះឃើញថាណាមហ៊ុនក៏បានយកទូរស័ព្ទរបស់ខ្លួនឆាតទៅមិនជីហើយពេលនោះក៏ដឹងថាមិនជីក៏បានកុហកខ្លួនតាមពិតនាងបានស្គាល់ account របស់ណាមហ៊ុនហើយពេលនោះក៏ឃើញថាក្រុម Harry ក៏បានឃើញពួកគេទាំងពីរនាក់ហើយក៏បានប្រច័ណ្ឌនឹងខឹងមិនជីជាខ្លាំងបន្ទាប់មកក៏ឃើញថាក្រុម Harry ក៏បានហៅមិនជីឲ្យទៅជួប Harry នៅបន្ទប់សម្ងាត់មួយកន្លែងដោយ Harry ក៏បានទះទៅលើមិនជីជាខ្លាំងដែលមិនជីហ៊ានតាក់ទងនឹងសង្សាររបស់គេអញ្ចឹងតែមិនជីក៏បានប្រាប់នាងថានាងមិនបានញ៉ែទៅលើណាមហ៊ុននឹងកុំឲ្យ Harry បារម្ភអីតែ Harry មិនបានគិតអញ្ចឹងទេហើយក៏បាននិយាយថានាងស្អប់ក្លិនដែលនាងបានបោកកៅអៅឲ្យណាមហ៊ុនពាក់នោះពេលនោះឃើញថា Harry ក៏បានធាក់មិនជីមួយជើងពេញទំហំដែលធ្វើឲ្យមិនជីដួលនឹងកន្លែងអិតនឹងទៅហើយក៏បានចាប់មិនជីឡើងមកវិញក៏បាននិយាយថា
ពេលនោះឃើញថា Harry ក៏បាននិយាយលក់លើយទៅ Minji អញ្ចឹងថាក្លិនរបស់ Minji គឺជាក្លិនដែលគ្មានម្ដាយពេលនោះក៏បានសោចពេញនឹងហ្មងដែលធ្វើឲ្យ Minji ទ្រាំមិនបាននឹងពាក្យមើលងាយរបស់ Harry ហើយ Minji ក៏បានធាក់ទៅលើ Harry ហើយក៏បានវាយ Harry ពេញនឹងហ្មងទោះគ្នា3នាក់ក៏វាយមិនឈ្នះ Minji ដែរដោយ Minji ចាប់មិនចប់ដោយពួកគេគឺចាប់ Minji មិនចប់ទេពេលនោះឃើញថាដោយឃើញថា Harry ត្រូវបាន Minji វាយជាច្រើនដៃធ្វើឲ្យគេរបួសស្នាមនៅមុខអីជាច្រើនកន្លែងអញ្ចឹងបន្ទាប់មកឃើញថានាយកសាលាក៏បានខលទៅលោកគឹមថា Minji បានវាយកូនស្រីប្រធានក្រុមហ៊ុនដ៏ធំមួយដែលមានអំណាចខ្លាំងនៅប្រទេសកូរ៉េខាងត្បូងនឹងពេលនោះឃើញថាលោកគឹមក៏បានបញ្ញាបញ្ញាទៅជួបកូនរបស់ខ្លួននៅសាលាងាកត្រឡប់មកដល់នេះវិញឃើញថានេះគឺជាប៉ារបស់ Harry ដែលគាត់មានឈ្មោះថាលោកច័ន្ទដែលលោកច័ន្ទពីមុនគឺជាអ្នកលេងដ៏កាចសាហាវម្នាក់តែឥឡូវលោកច័ន្ទបានចូលនិវត្តន៍ដោយមើលទៅខ្នងរបស់លោកច័ន្ទឃើញថាមានស្នាមឆាបឆេះនៅក្រោយខ្នងរបស់គាត់ដែលមានស្នាមនឹងពេញនឹងហ្មងដោយលោកច័ន្ទកំពុងតែពិភាក្សាជាមួយនឹងលោកស៊ីមដែលគឺជាអ្នកនយោបាយម្នាក់ដែរឃើញថាពេលនោះលោកស៊ីមក៏បានឃើញខ្នងរបស់លោកច័ន្ទអញ្ចឹងហើយក៏បានសួរថាតើខ្នងលោកកាត់អីពេលនោះលោកច័ន្ទក៏បានប្រាប់ថាខ្នងរបស់គេត្រូវបានដុតដល់ខ្លួនឯងដែលជាសញ្ញាបញ្ជាក់ថាគេនឹងមិនត្រឡប់ទៅកន្លែងចាស់វិញទេហើយក៏បាននិយាយប្រាប់លោកស៊ីមវិញថាបើអ្នកណាហ៊ានក្បត់គាត់នឹងភ្លេចសន្យាជាមួយគាត់គេនឹងសម្លាប់និងកំចាត់ម្នាក់នោះជាមិនខានពេលនោះហើយធ្វើឲ្យលោកស៊ីមមានការភ័យខ្លាចជាខ្លាំងបន្តមកឃើញថាលោកច័ន្ទក៏បានទទួលដំណឹងពីប្រពន្ធរបស់ខ្លួនថា Harry ត្រូវបានគេធ្វើបាបនៅក្នុងថ្នាក់រៀនរបស់ខ្លួនបន្តមកក៏ឃើញថាប្រធានក្រុមហ៊ុនម្នាក់ទៀតដែលនៅក្រោមលោកច័ន្ទដែលគាត់មានឈ្មោះថាលោកធីបដែលគឺជាអ្នកលេងម្នាក់ផងដែរហើយក៏បានមករកលោកច័ន្ទតាមផ្លូវរបស់ខ្លួនណាត់ជាមួយលោកច័ន្ទអញ្ចឹងតែពេលនោះអង្គរៈរបស់លោកច័ន្ទក៏បានប្រាប់លោកធីបនឹងវិញថាប្រធានកំពុងតែចោទរពលហើយពេលហ្នឹងលោកធីបក៏បានយល់ព្រមហើយក៏បានដើរចេញទៅបន្ទាប់មកក៏ឃើញឪពុកម្ដាយរបស់ Harry ក៏បានមកដល់សាលារៀនរងចាំអាណាព្យាបាលរបស់ Minji អញ្ចឹងតែពេលនោះឃើញថាលោកគឹមគឺមិនតាន់បានមកដល់ទេដែលធ្វើឲ្យម្ដាយរបស់ Harry មានការខឹងជាខ្លាំងហេតុអីបានពួកគេមកយឺតអញ្ចឹងខណៈពេលនោះឃើញថាលោកគឹមក៏បានមកដល់ហើយម្ដាយរបស់ Harry ក៏បានស្ដីឲ្យលោកគឹមជាខ្លាំងដែលមិនចេះបដៅកូនឲ្យកូនដើរវាយកូនស្រីរបស់ខ្លួនអញ្ចឹងហើយ Minji ក៏បានប្រាប់ប៉ារបស់ខ្លួនថានាងមិនបានវាយគេមុនទេគឺ Harry គឺជាអ្នករស់រឿងគេមុនតើប៉ាជឿខ្ញុំអត់លោកគឹមក៏បានតបទៅ Minji ថាឲ្យស្ងាត់កុំនិយាយច្រើនពេកហើយលោកគឹមក៏បានលុតជង្គង់សុំទោសប៉ាម៉ាក់របស់ Harry ដោយគាត់បានសុំទោសដែលចិញ្ចឹមកូនមិនបានល្អដែលគាត់ដើរតួជាឪពុកផងនិងជាម្ដាយផងតាំងពីតូចមកហើយអញ្ចឹងសូមលើកលែងទោសឲ្យកូនរបស់ខ្លួនហើយលោកគឹមក៏បានសន្យានឹងលោកច័ន្ទថាគេនឹងផ្ទេរកូនរបស់ខ្លួនទៅសាលារៀនផ្សេងពេលនោះឃើញថា Minji ក៏បានខឹងនឹងលោកគឹមជាខ្លាំងដោយមិនតាន់ដឹងអីផងលោកគឹមបែរជាសុំទោសគេអញ្ចឹងព្រមទទួលកំហុសថាខ្លួនជាអ្នកធ្វើខុសដែលធ្វើឲ្យ Minji រៀងបាក់មុខជាខ្លាំងពេលនោះលោកច័ន្ទក៏បានងើបមកហើយក៏បាននិយាយថាត្រូវហើយលោកគឺជាឪពុកចិញ្ចឹមកូនដែលអត់មានម្ដាយគឺពិបាកអញ្ចឹងហើយក៏បានមើលងាយលោកគឹមនិង Minji ផងដែរពេលហ្នឹងហើយលោកច័ន្ទក៏បានឲ្យលោកគឹមធ្វើតាមសន្យារបស់ខ្លួនដែលត្រូវផ្ទេរ Minji ទៅរៀនសាលាផ្សេងអញ្ចឹងហើយ Minji ក៏បានចេញមកស្រាប់តែពេលនោះឃើញថាណាំហ៊ូនក៏នៅទីនេះកន្លែងនោះដែរហើយក៏បានហៅថា Minji តែ Minji មិនតបទេចំណែកឯលោកគឹមក៏បានស្គាល់ម្ចាស់អាវថ្ងៃមុនគឺម្នាក់ប្រុសនេះសោះបន្ទាប់មកឃើញថាលោកច័ន្ទក៏បានដើរចេញមកខាងក្រៅដោយឃើញថាមានឡាននិងអង្គរៈជាច្រើនកំពុងតាការពារគេអញ្ចឹងហើយពេលនោះឃើញថាលោកច័ន្ទក៏បានឃើញលោកគឹមនិង Minji កំពុងតែដើរហើយលោកច័ន្ទក៏បានសួរទៅនាយកសាលាថាតើលោកគឹមគឺជាអ្នកណាហើយធ្វើការខាងអីនាយកសាលាហ្នឹងក៏បានប្រាប់ទៅវិញថាលោកគឹមគ្រាន់តែជាបុគ្គលិកធនាគារធម្មតាម្នាក់ទេគាត់អត់មានតំណែងខ្ពស់អីទេហើយលោកច័ន្ទក៏បានប្រាប់នាយកសាលាថាកុំឲ្យតែមានរឿងនឹងកើតឡើងលើកូនស្រីរបស់គេទៀតប្រយ័ត្នថាសាលាហ្នឹងត្រូវបិទទៅបើមានទៀតគឺលោកគឺមិនរួចខ្លួនទេលើក្រោយបន្ទាប់មកឃើញថាលោកគឹមក៏បានដើរតាមកូនស្រីរបស់ខ្លួនហើយពេលនោះឃើញថា Minji ក៏បាននិយាយខ្លាំងៗដាក់ឪពុកថាហេតុអីបានប៉ាមិនជឿខ្ញុំអញ្ចឹងលោកគឹមក៏បានតបវិញថាប៉ាគឺជឿលើកូនតាហើយ Minji ក៏បាននិយាយតទៀតហេតុអីបានជាលោកប៉ាបដូរខ្ញុំទៅរៀននៅសាលាផ្សេងអញ្ចឹងទាំងខ្ញុំមិនបានធ្វើខុសហេតុអីបានលោកប៉ាទៅលុតជង្គង់គ្រប់គេអញ្ចឹងមកពីប៉ា Harry ជាអ្នកមានអំណាចខ្លាំងមែនហើយ Minji ក៏បានមើលងាយប៉ារបស់ខ្លួនដែលប៉ារបស់ខ្លួនត្រឹមតែជាបុគ្គលិកធនាគារដែលអន់ជាងប៉ារបស់ Harry អញ្ចឹងតែលោកគឹមគឺមិនបានតបតនឹងកូនស្រីរបស់ខ្លួនទេហើយពេលនោះឃើញថា Minji ក៏បានខឹងយ៉ាងខ្លាំងដែលប៉ារបស់ខ្លួនមិននៅខាងគេហើយឲ្យទុកមនុស្សអាក្រក់ធ្វើស្រេចទៅចិត្តគេអញ្ចឹងពេលនោះឃើញថា Minji ក៏បានប្រាប់ប៉ារបស់ខ្លួនថានាងនឹងមិនទៅគេងផ្ទះទេយប់នេះនាងនឹងទៅគេងផ្ទះរបស់មិត្តរបស់ខ្លួនគឺរីយ៉ុងហើយលោកគឹមក៏បានប្រាប់ Minji ថាថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតរបស់កូនតែ Minji ក៏បានតបវិញថា
គេស្អប់ថ្ងៃខួបកំណើតរបស់គេណាដែលជាថ្ងៃដែលម៉ាក់របស់ខ្លួនស្លាប់ហើយក៏បានដើរចេញទៅបន្ទាប់មកក៏ឃើញថាលោកគឹមក៏បានទៅកន្លែងបញ្ចុះសពរបស់ប្រពន្ធរបស់ខ្លួនហើយក៏បានយកផ្កាជាទីស្រឡាញ់របស់ប្រពន្ធរបស់ខ្លួនផងដែរពេលនោះឃើញថាលោកគឹមក៏បានសម័យពីប្រពន្ធរបស់ខ្លួនដែលចូលចិត្តផ្កាអញ្ចឹងហើយក៏បានយកផ្កាទុកជូនប្រពន្ធនៅកន្លែងហ្នឹងទៅបន្ទាប់មកលោកគឹមក៏បានម្ដងផ្ទះហើយក៏បាននាំយកខេកដើម្បីទុកសម្រាប់កូននៅថ្ងៃខួបកំណើតរបស់គេអញ្ចឹងហើយលោកគឹមក៏បានឆែកក្នុងបន្ទប់របស់មិនជីក្រែងមិនជីអាចមកអញ្ចឹងចំណែកឯមិនជីកំពុងតែដើរម្នាក់ឯងការទុកម្នាក់ឯងសពតែពេលនោះឃើញថាណាំហ៊ូនក៏បានឆាតមកប្រាប់មិនជីថាគេកំពុងតែចាំមិនជីនៅសាលារៀននៅខាងក្រោយថ្នាក់រងចាំរហូតដល់មិនជីមកជួបគេចំណែកឯមិនជីគឺមិនចង់ទៅជួបណាំហ៊ូននឹងទេតែធ្វើមិនបើស្រឡាញ់គេហើយត្រូវទៅជួបគេអញ្ចឹងហើយឈុតក៏កាត់ទៅលោកគឹមវិញកំពុងតែរៀបចំម្ហូបទុកឲ្យកូនតែចាំកូនយូរពេកក៏បានខទៅមិនជីតែមិនជីមិនបានលើកទេដោយគណៈពេលនោះឃើញថាមិនជីកំពុងតែដេកនឹងលើដីមួយកន្លែងដែលមានឈាមទៀតផងមិនដឹងថាមានរឿងអីកើតឡើងចំពោះមិនជីទេដោយលោកគឹមឃើញថាកូនមិនបានលើកទូរស័ព្ទអញ្ចឹងក៏នឹកឃើញសម្ដីមិនជីដែលបានប្រាប់ខ្លួនថាគេនឹងកេងផ្ទះរីយ៉ុងហើយលោកប្រឹងឡើងឃើញថាលោកគឹមក៏បានរៀបចំធ្វើខួបកំណើតរបស់កូនរបស់ខ្លួនតែឃើញថាមិនជីគឺមិនបានត្រឡប់មកផ្ទះទេហើយលោកគឹមក៏ព្យាយាមទៅមិនជីតែមិនជីមិនបានលើកទូរស័ព្ទទេដោយទូរស័ព្ទរបស់គេត្រូវបានបិទពេលនោះឃើញថាលោកគឹមក៏បានបញ្ញាប់ទៅខទៅមិត្តភ័ក្តិរបស់មិនជីគឺរីយ៉ុងហ្នឹងខបានសួរទៅលើរីយ៉ុងតើមិនជីបានគេងជាមួយរីយ៉ុងអត់យប់មិញហ្នឹងតែរីយ៉ុងក៏បានប្រាប់លោកគឹមថាមិនជីគឺមិនបានគេងជាមួយគេទេយប់មិញហើយពេលនោះឃើញថាលោកគឹមក៏បានបញ្ញាប់បញ្ញាទៅសាលារៀនរបស់មិនជីតែពេលហ្នឹងលោកគឹមរកមិនជីមិនឃើញទេស្រាប់តែពេលនោះលោកគឹមក៏បានជួបណាំហ៊ូននៅមុខសាលាហ្នឹងសុទ្ធតែរបួសពេញហ្នឹងហ្មងហើយពេលនោះណាំហ៊ូនរៀងភ័យផងអីផងក៏បានប្រាប់ដំណើររឿងតាក់ទងនឹងមិនជីដោយណាំហ៊ូនក៏បាននិយាយប្រាប់លោកគឹមថាលោកមិនបានផ្ញើឆាតទៅមិនជីទេគឺក្រុមជើងកាងនោះបានយកទូរស័ព្ទខ្ញុំទៅសែនទៅមិនជីហើយខ្ញុំមិនដឹងរឿងអ្វីកើតឡើងចំពោះមិនជីតទៀតទេហើយក៏បានប្រាប់ទីតាំងឲ្យលោកគឹមទៅរកមើលទៅស្រាប់តែពេលនោះឃើញថាលោកគឹមក៏បានឃើញឈាមមួយហើយក៏បានដើរតាមឈាមនឹងទៅរហូតដល់ឃើញធ្លុកឈាមដ៏ធំមួយកន្លែងខណៈពេលនោះឃើញថាលោកគឹមក៏បានឃើញបោសក់រហេរីនៅទីកន្លែងនោះផងដែរដែលធ្វើឲ្យលោកគឹមមានការខឹងជាខ្លាំងហើយសម្លឹងជាមួយនឹងការគិតដ៏ច្រើនម្នាក់ឯងនៅទីនោះជាមួយនឹងភ្លៀងធ្លាក់ផងដែរបន្ទាប់មកក៏ឃើញថា Harry និងជើងកាងរបស់ខ្លួនម្នាក់ក៏បានមកដល់ទីតាំងនឹងដែរដោយ Harry រកបំបត្តិផុសតាងកុំឲ្យមានអ្នកដឹងអញ្ចឹងអ្នកលេងជើងកាងម្នាក់ហ្នឹងក៏បានប្រាប់ Harry ថាកុំឲ្យមករគ្មានអ្នកណាដឹងរឿងហ្នឹងទេហើយក៏គ្មានអ្នកណាហ៊ានរាយការណ៍ទៅប៉ូលីសដែរសប្តាហ៍ពេលនោះក៏ឃើញថាលោកគឹមក៏បានលេចចេញមកហើយដែលធ្វើឲ្យ Harry មានការភ័យជាខ្លាំងដែលលោកគឹមនៅទីកន្លែងនោះដែរអញ្ចឹងហើយលោកគឹមក៏បានសួរទៅ Harry តើ Harry មានឃើញកូនស្រីរបស់ខ្លួនមានជីដែរអត់ហើយក៏បានសួរថាតើបោសក់នេះគឺជារបស់ Harry មែនតែ Harry ពេលហ្នឹងគឺរៀងកាំងអីបន្តិចគឺមិនបានតបតនឹងលោកគឹមទេដោយ Harry រៀងភ័យជាខ្លាំងពេលនោះឃើញថាជើងកាងម្នាក់ហ្នឹងក៏បានប្រាប់លោកគឹមថាកុំឲ្យញ៉ៃញ៉ៃជាមួយនាងអីតែលោកគឹមគឺមិនឈប់ទេពេលនោះឃើញថាជើងកាងម្នាក់នោះក៏បានហក់ទៅវាយលោកគឹមតែវាយមិនត្រូវទេលោកគឹមគិតតអញ្ចឹងហើយអ្នកលេងជើងកាងម្នាក់ហ្នឹងក៏រៀងខឹងទៅលើលោកគឹមដែរហើយក៏បានរលរឿងលោកគឹមដោយបានដោះអាវរបស់ខ្លួនដើម្បីបង្ហាញពីអំណាចរបស់ខ្លួនដែលមានស័ក្តិនៅលើខ្លួនអញ្ចឹងដើម្បីឲ្យលោកគឹមរៀងខ្លាចអញ្ចឹងហើយក៏បានសឡុតលោកគឹមដែរពេលនោះលោកគឹមធ្វើមិនដឹងមិនលឺទេដល់លោកគឹមគឺមិនតបតជាមួយនឹងអ្នកលេងម្នាក់ហ្នឹងទេនៅតែសួរ Harry តាកូនស្រីរបស់ខ្លួននៅទីកន្លែងណាពេលនោះឃើញថាអ្នកលេងជើងកាងម្នាក់ហ្នឹងក៏បានខឹងហើយក៏បានចាប់ហែកអាវលោកគឹមស្រាប់តែពេលនោះឃើញថាលោកគឹមសុទ្ធតែមានស្នាមរបួសត្រូវក្របត្រូវដាវពេញខ្លួនហ្មងដែលមានស្នាមពេញខ្លួនហ្មងដែលធ្វើឲ្យ Harry និងអ្នកលេងម្នាក់ហ្នឹងមានការភ័យរៀងខ្លាចនឹងលោកគឹមជាខ្លាំងមិនដែលឃើញនរណាមានរបួសដល់ថ្នាក់ហ្នឹងទេហើយលោកគឹមពេលហ្នឹងក៏បានខឹងក៏បានវាយអ្នកលេងម្នាក់ហ្នឹងឡើងសាហាវហ្មងដោយវាយមួយដៃនឹងបែកឈាមពេញហ្នឹងដែរហើយក៏បានដាក់មួយដៃចុងក្រោយហ្នឹងផ្លោងអ្នកលេងម្នាក់ហ្នឹងឡើងឆ្ងាយហ្មងពេលនោះឃើញថាលោកគឹមក៏បានទាញកអ្នកលេងម្នាក់ហ្នឹងហើយក៏បានសួរថាតើមិនជីនៅកន្លែងណាដោយឃើញថាលោកគឹមពេលនេះពិតជាសាហាវខ្លាំងមែនទែនថាគេថាស្ងាត់កុំឲ្យមើលងាយដោយមើលលោកគឹមជាគំរូស្ងាត់មែនប៉ុន្តែកាច់សាហាវខ្លាំងដោយពីមុនលោកគឹមគឺជាកម្ពុជាភ្នាក់ងារសម្ងាត់មួយដែលសម្រាប់មនុស្សមិនញញើតដៃទេនឹងបំពេញបេសកកម្មជាច្រើននៅវិញកូរ៉េខាងជើងនិងកូរ៉េខាងត្បូងផងដែរដល់ឥឡូវលោកគឹមវាត្រឡប់មកវិញហើយមកកន្លែងចាស់របស់គាត់វិញដើម្បីសង្គ្រោះកូនរបស់ខ្លួនដោយពាក្យទី1របស់យើងបានបញ្ចប់ត្រឹមនឹងទៅចាំមើលថាពាក្យទី2របស់យើងតើល្អមើលយ៉ាងណាតែចំពោះ admin ពាក្យទី1នេះពិតជាល្អមើលមែនតើ admin rate ឲ្យ10 លើ 10 ហ្មងចាំមើលភាគទី2តើលោកគឹមអាចស្វែងរកកូនស្រីរបស់ខ្លួននិងកម្ចាត់ពួកជើងកាងមួយចំនួនផ្សេងទៀតដោយរបៀបណាអ្នកនរគ្នាកុំភ្លេចជួយ subscribe ឆានែល admin អ្នកមួយផងណាបាយបាយជួបគ្នានៅភាគទី2បន្តទៀត